เลี้ยงแต่แจะอันจังซ่อมแต่เมียนบองเด็กเอามันกูน่ะเด็กเอาได้ខ្លួនឯងសោះតែមិនអីទេអត់បងអត់ទៅធ្វើមិនជាតិនេះយើងកាត់មកគ្មានគូភ្លៀងខ្លាំងចឹងប្រហែលជាមានកែបចេញច្រើនចឹងឆាតទៅរកគ្នាឆ្លោះសិនមួយខ្ញុំទាំងអស់ហើយខ្ញុំចែខ្ញុំអត់ឲ្យហៅមីងទេខ្លាចចាស់តែថ្ងៃហ្នឹងទៅតែ5នាក់ឯងប្រុស4នាក់ស្រីខ្ញុំម្នាក់ក្នុងប្រុស4នាក់ហ្នឹងគឺក្មួយខ្ញុំ3នាក់វីដេអូមុនណាដែលខ្ញុំនិយាយថាខ្ញុំទៅឆ្លោះគ្នា7នាក់ប្រុស6ហើយស្រីខ្ញុំម្នាក់អាខួឆ្កែខ្លះវាខមមិនសិតតែវាយបោក6ទល់1អីអញ្ចឹងម៉ែនិយាយឯងធ្លាប់ជួយជាមួយប្រុសម្ដង6 7នាក់អត់មែនបែរគិតថាអ្នកផ្សេងហ្នឹងគេថោកដូចពូជឯងហែងខ្លាំងចូលមកខមមិនវីដេអូនឹងទៀតមកដើម្បីអញបានដៀលមរាយហែងទៀតកូនញាយ៉ាស់ខ្វោកខ្វាយប់នេះមេឃភ្លៀងមនុស្សចេញឆ្លោះច្រើនដល់ពេលអញ្ចឹងអត់សូវមានសັບទេហើយកែបទូចញ៉េប៉ប៉ិនពុំក្តោកូនក្មេងហើយខ្ញុំនឹងដើរពីក្រោយគេប្រើឲ្យយួរទឹកពិតជាកំសត់ខ្លាំងណាស់ដើរជួបពោះប្រហែលជាចិត្តដល់គូឲ្យមើលទៅបើដល់គូគាត់បានជួបដែរព្រោះអីយើងចាប់គូស៊ីបាត់ហើយនេះខ្ញុំមិននឹកស្មានថាជីវិតស្រុកស្រែវាសប្បាយដល់ថ្នាក់នឹងសោះដឹងអញ្ចឹងមនុស្សស្រែតាំងពីយូរថ្ងៃហ្នឹងឆ្លោះតាមផ្លេតមកផ្ទះវិញហើយព្រោះអីវាអត់មានមនុស្សវាច្រើនពេកមេឃភ្លៀងអញ្ចឹងមនុស្សចេញឡងចង់មកភូមិហើយដល់មើលទៅគ្រឿងខ្លាញ់វាដូចជាតិចពេកមានអ្នកខ្លះទៅលួចមន់ម៉ែមកជាមួយទៅព្រឹកឡើងត្រៀមខ្លួនម៉ែជីហុយដីទៅអ្នកខ្លះបោចមន់ខ្លះធ្វើពុះកដោអីអញ្ចឹងខ្លះទៅហាន់គ្រឿងហើយអ្នកហាន់គល់ស្លឹកគ្រៃហ្នឹងក៏សុំថតបន្តិចសងអៀនឡងចង់បកាច់និយាយពីថាចុងភៅគេឡង3 4នាក់មានអ្នកគោមានអ្នកដាក់គ្រឿងមានអ្នកចាំភ្លក់មកកាផ្លេហ្មងហើយនេះគឺចុងភៅប្រចាំរបស់យើងម្ហូបអីក៏ចេះដែរចេះធ្វើគ្រប់មុខឲ្យតែគ្រឿងខ្លែមតែបើម៉ែប្រើនៅផ្ទះអត់ចេះទេគ្រឿងខ្លែមឆ្អិនអស់ហើយតែដល់នៅនឹងវាអត់មានភ្លើងយើងប្រើភ្លើងពិលប្រចាំងថតទៅពេលអញ្ចឹងទៅមើលទៅពណ៌វាអត់ស្អាតទេតែបើនៅក្រៅគឺពណ៌ស្អាតគួរឲ្យចង់ញ៉ាំរសជាតិក៏ឆ្ងាញ់ហើយនេះកូនដើរតាមចាឲ្យតែបាត់វិទេសយួតបាននេះគឺមកតាមហៅទៅផ្ទះវិញហើយទាំងអស់ហ្នឹងក៏សិតតែញាតិកាយើងទាំង7សន្តាននឹងឯងអ្នកដេកលក់ប៉ុណ្ណាក៏ដាស់មកផឹកមកស៊ីជាមួយគ្នាទាំងអស់ហ្នឹងហើយតែខ្ញុំអត់ចេះផឹកស្រាទេខ្ញុំផឹកស្ប៉ាយតែមួយដបខ្ញុំក៏ទៅផ្ទះដេកមុនគេចប់